ថ្ងៃនេះគឺជាថ្ងៃសម្រាប់តែខ្ញុំមកធ្វើការដោយសារតែយើងអត់តន់ចូលរៀនទេយើងត្រូវមកធ្វើការដើម្បីរកលុយដោយសារនៅទីនេះគឺអ្វីៗក៏ថ្លៃដែរបើមិនយើងមិនខំរកលុយទេគឺយើងអត់មានលុយជិះយន្តហោះទៅវិញក៏ដូចជាបងថ្លៃសាលាបងថ្លៃឡានថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងដែរហើយនៅទីនេះយើងត្រូវងើបម៉ោង3:45ដើម្បីយើងដាំបាយក៏ដូចជាធ្វើម្ហូបដើម្បីញ៉ាំហើយយើងខ្ចប់មកនេះយើងរៀបចំដោយសារតែនៅទីនេះគឺយើងចូលធ្វើការម៉ោង6ហើយនៅម៉ោង5:30 40ហ្នឹងគឺឡានគេមកយូរហើយអញ្ចឹងហើយយើងត្រូវរៀបចំឲ្យបានលឿនមែនទែនបើមិនយើងអត់រៀបចំលឿនទេគឺឡានគេទៅចោលហើយនៅទីនេះគឺយើងធ្វើការចូលម៉ោង6ចេញម៉ោង5ទៅតាមមានការងារធ្វើបើមិនមានការធ្វើអាចចេញម៉ោង6ទៅម៉ោង7ដោយសារតែយើងធ្វើទីយ៉ាងបំផុតគឺ9ម៉ោងហើយនៅទីនេះគឺយើងត្រូវខំធ្វើការបើមិនខំធ្វើការទេគឺអត់មានលុយបងឆ្លាទេហើយដោយសារតែយើងដាក់ចិត្តថាយើងមិននៅទីនេះហើយយើងត្រូវខំធ្វើការហើយយើងត្រូវរៀនផងយើងមកទីនេះវាសប្បាយមួយយ៉ាងដែរអត់មានអីលំបាកទេតែគ្រាន់តែរបស់អីវាថ្លៃជាងនៅស្រុកខ្មែរអញ្ចឹងយើងត្រូវផិតភីនមែនទែនខ្ញុំគិតថានៅទីនេះក៏វាស្រួលមួយយ៉ាងដែរវាមិនជាមានបញ្ហាទេវាមានសុវត្ថិភាពមែនទែនហើយក៏យើងទទួលបាននៅបទពិសោធន៍ថ្មីក៏ដូចជាយើងអាចផ្លាស់ប្ដូរជីវិតឯងខ្លួនឯងបានច្រើនមែនទែនហើយខ្ញុំជាមនុស្សម្នាក់ដែលគេងច្រើនចឹងហើយមកដល់ទីនេះគឺគេងបានតែ5ម៉ោងទៅ6ម៉ោងទេយ៉ាងច្រើនហើយខ្ញុំគិតថាខ្ញុំតស៊ូបានអត់មានអីពិបាកទេប៉ុណ្ណឹងហើយថ្ងៃនេះគឺជាថ្ងៃសម្រាប់តែខ្ញុំត្រូវមកធ្វើការដោយសារតែថ្ងៃសម្រាប់ហ្នឹងគឺយើងបានលុយច្រើនព្រោះយើងធ្វើការរាល់ថ្ងៃជាលើសប្រហែលដូចជា$30ចឹងហើយគឺយើងត្រូវមកធ្វើការវាអត់ដល់30ទេដូចជា22 23អីចឹងវាលើសពីថ្ងៃធម្មតាចឹងយើងត្រូវមកធ្វើការហើយតែគេទាំងខ្ញុំក៏យើងមិនចង់សម្រាប់ទេព្រោះអីតួសម្រាប់ក៏មិនដឹងទៅណាដែលខ្សែគេបិទអស់ហើយថ្ងៃសម្រាប់នៅទីនេះគឺម៉ាតអីគេបិទអស់លេងហើយគឺយើងអត់ដឹងទៅណាទេនៅដេកទៀតដែរវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាយបាយ